ក្រុមអ្នកសង្កេតការអាស៊ានចុះត្រួតពិនិត្យជនស៊ីវិលចំនួន3នាក់រងរបួសដោយសារយោធាថៃបាញ់ប្រហារនៅព្រឹកថ្ងៃប្រហ័សទី13ខែវិច្ឆិកានេះក្រុមអ្នកសង្កេតការអាស៊ាន AOT បានចុះទៅមន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរីដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃនៅភូមិព្រៃច័ន្ទឃុំអូប៊ីចនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះគួររំលឹកផងដែរថាកាលពីម្សិលមិញនេះយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជាចំនួន2លើកទី1នៅវេលាម៉ោងប្រមាណ 15:50 នាទីនិងលើកទី2នៅវេលាម៉ោង 17:54 នាទីល្ងាចនិងបានបង្កឲ្យប្រជាជនស៊ីវិលកម្ពុជារងរបួសចំនួន3នាក់និងបាត់បង់ជីវិតចំនួន1នាក់